ទឹកភ្លោះតិចឬមួយក៏កូនគាត់មានបញ្ហាមិនប្រក្រតីណាមួយខ្ញុំលើគេថាពេលខ្លះយើងអេកូញឹកញាប់ពេលមានផ្ទៃពោះប៉ះពាល់ដល់កូនឬក៏ក្រោយសម្រាប់ហើយគាត់អត់ដែលចាប់អារម្មណ៍ទៅពិនិត្យអេកូស្បូនឬក៏ check ស្បូនណាចឹងអានឹងយើងមានអីដែលអប់រំសុខភាពគាត់ណែនាំគាត់គួរ check រយៈពេលចន្លោះប៉ុណ្ណាមិនមែនអត់បើស្ត្រីមានផ្ទៃពោះការឆែកមើលអេកូរបស់គាត់អត់មានផលប៉ះពាល់ទេព្រោះគ្រូពេទ្យគាត់ដឹងច្បាស់ចំណុចត្រង់ហ្នឹងហើយក៏គាត់បានអប់រំទៅស្ត្រីហើយរយៈពេលណាដែលគាត់គួរតែពិនិត្យមើលអេកូបើស្ត្រីទូទៅធម្មតាក្រោយបាត់ដល់2សប្តាហ៍ទៅ4សប្តាហ៍បន្ទាប់មករយៈពេលចន្លោះត្រីមាសទី1ហ្នឹងអាច3ខែហ្នឹងបន្ទាប់មកទៀត4ទៅ6ខែគាត់ត្រូវមើលម្ដងទៀត7ខែទៅ8ខែគាត់មើលម្ដងទៀត8ខែទៅ9ខែអាចុងក្រោយនេះកាន់តែតាមតានបន្តដោយសារអាចុងក្រោយនេះយើងខ្លាចមានបញ្ហាទាក់ទងជាមួយនឹងទឹកភ្លោះតិចឬមួយក៏កូនគាត់មានបញ្ហាមិនប្រក្រតីណាមួយអញ្ចឹងអាហ្នឹងគេតាមដានរញឹកបើសម្រាប់ស្ត្រីក្រោយពេលសម្រាលកូននេះអ្នកគូលើកទឹកចិត្តតែម្ដង1ខែកន្លះក្រោយពេលសម្រាលយ៉ាងហោចគូបានទៅពិនិត្យមើលតំបន់មាសស្បូនមាត់ស្បូនរបស់ស្ត្រីឲ្យបាន1ដងដើម្បីឲ្យដឹងថាតើមុខរបួសរបស់យើងនឹងជាសះស្បើយនៅមាត់ស្បូនរបស់យើងនឹងមានការអង្គររោគអត់វាមានរបស់យើងនឹងមានបញ្ហាអីអត់មើលនឹងភ្នែកក៏បានដែរជាមួយនឹងឆ្មបជំនាញអាហ្នឹងសំខាន់